មិនចង់ត្រឡប់ទៅវិញទេខ្ញុំមិនចង់ធ្វើជាឧបករណ៍បង្កើតវាប្រាក់របស់បងទៀតឡើយឈប់ទៅទោះជាស្លាប់ក៏ខ្ញុំមិនអត់ឱនឲ្យបងដែរយកដូចរាល់ដងមកចាពូមានក៏អីហ្គោសហេតុអីទៅលោកបេភូមិទៅបាត់ជារៀងរាល់ឆ្នាំមនុស្សបាត់ខ្លួនរហូតអញ្ចឹងពិសេសសុទ្ធតែមនុស្សស្រីមិនមែនហើយអូរលេនម្ដងនេះខ្ញុំក៏ស្គាល់ដែរនេះមិនបានបាត់ទៅណាទេនាងរត់ទៅជាមួយមិត្តប្រុសនាងគ្រាន់តែថាគ្រួសារនាងមិនបានដឹងពីរឿងនេះទេនេះហើយគឺជាបញ្ហានោះមិនជាបាច់បារម្ភពេកទេណារឿងនេះក៏នៅតែគួរឲ្យបារម្ភដែរជាពិសេសថ្មីនេះអ្នកភូមិចាប់ផ្ដើមបាត់លុយបាត់កាក់ហើយម្សិលមិញហ្នឹងមីស៊ីដាត្រូវបញ្ឈប់ការងារកូនឈ្នួលដោយសារតែគ្មានលុយបង់ឲ្យពួកគេខ្ញុំខ្លាចតែវិញអាំបានហ្នឹងក៏ត្រូវបញ្ឈប់ដែរទេយល់ហើយចង់មកក្នុងភូមិយើងមានចោលតើគិតឲ្យមិនទៅលោកមេភូមិមិនអាចទេឲ្យចំពោះរឿងចោលនេះណាខ្ញុំមិនដែលឮថាក្នុងភូមិយើងមានចោលពីមុនមកទេកុំចេះតែប្រឌិតរឿងឡើងអីចំពោះបញ្ហារបស់អ្នកមីស៊ីដាសវាគឺជាបញ្ហានៃការរស់ស៊ីតែប៉ុណ្ណោះត្រូវទេរស់ស៊ីមានពេលលក់ដាច់និងលក់មិនដាច់វាជារឿងធម្មតាទេតែភូមិនៅក្បែរនេះក៏មានរឿងដូចគ្នាដែរលោកមេភូមិប្អូនស្រីខ្ញុំទុកលុយនៅក្នុងផ្ទះបានល្អណាស់តែលុយចេះតែបាត់មិនដឹងទៅណាទេបាត់ស្ទើរតែរាល់ថ្ងៃទៅហើយចំពោះបញ្ហានៅភូមិជាប់នឹងពួកយើងខ្ញុំមិនអាចនិយាយអ្វីបានទេប៉ុន្តែកុំបង្កើតរឿងផ្ដេសផ្ដាស់អីកុំគិតច្រើនពេកណាបាទនេះតាមគំនិតរបស់ខ្ញុំវាជារឿងប្រសើរសាកចូលរួមកម្មវិធីវឹកហាត់ការងារលើកប៉ាល់ទៅគេចាប់ផ្ដើមបាក់ឲ្យចុះឈ្មោះហើយសប្តាហ៍ក្រោយអាចទៅដាក់ពាក្យបានហើយយល់អត់ម៉ែមិនក៏មួយអាទិត្យសោះបាត់លុយអស់ដល់ទៅ 50,000 ម៉ែចង់ជាដុំរួចសរសេរចំណាំហើយដូចនេះវាមិនបាត់ទៅណានោះទេពុតមកយកប្អូនចាពូអំបាឲ្យមន់នឹងមហូបផ្សេងក្រៅពីតៅហ៊ូនឹងតែមប៉េះខ្លះទៅមិនអីទេពុតបើគាត់ផ្ដល់ឲ្យទទួលយកទៅណាអរគុណហើយមីងនេះទៅប្រាប់ប្តីឲ្យដឹងផងទៅនេះជាឱកាសល្អណាស់លោកទេអ្នកស្រីស៊ីដាស់ល្អចំពោះពួកយើងណាស់កូនគាត់បញ្ឈប់កូនឈ្នួលផ្សេងទុកតែម៉ែម្នាក់ឲ្យធ្វើការគាត់គ្រាន់តែអាណិតពួកយើងតែប៉ុណ្ណោះយើងត្រូវរស់ពឹងក្តីអាណិតពីពួកគេដល់ពេលណាកូនមិនចង់បន្តរស់របៀបនេះតទៅទៀតទេកូនចង់កែប្រែវាសនាគ្រួសារយើងចុះចង់ឲ្យម៉ែធ្វើយ៉ាងម៉េចកូនបានប្រាប់ម៉ែថាកូនចង់ចូលវគ្គហាត់លើកបាល់ដើម្បីអាចជួយម៉ែនិងជួយអាជីនិងជួយខ្លួនឯងដែរចុះថ្លៃចុះឈ្មោះចូលវឹកហាត់នោះពូនលុយ50,000គួរតែចំណាយលើថ្លៃជួលផ្ទះទើបជាការប្រសើរហើយនឹងថ្លៃសាលាប្អូនកូនដែរលុយយើងនៅសល់
ទប់បានតែ2 ខែទៀតទេកូនឆាប់គូវាលើជញ្ជាំងទៅជីមិនដឹងជាគូស្អីខ្លះទេណែហូបទៅកូនតាំងតែពីប៉ាស្លាប់បាត់ជីវិតពួកយើងកាន់តែយ៉ាប់យ៉ឺនទោះជាយ៉ាងណាម៉ែមិនចង់ឲ្យកូនចូលរួមវគ្គហ្វឹកហាត់លើកប៉ាល់នោះទេម៉ែបើពួកយើងចង់ជោគជ័យចង់មានបានគួរតែហ៊ានលះបង់ខ្លះត្រូវទេបើជោគជ័យមានលុយហើយត្រូវតែនៅឆ្ងាយពីគ្រួសារតើវាមានន័យអីទៅម៉ែមិនខ្វល់ថាអ្នកដតីចូលរួមចោះឈ្មោះស្អីទេតែកូនគឺមិនបានគ្រួសារយើងមានតែ3នាក់នេះកូនចង់តែចោលម៉ែហើយនឹងប្អូនទៀតមែនទេស្ងាត់ទៅជី